ទុកចិត្តឲ្យគេគ្រាវដើម្បីបញ្ចប់ការសរសេរក៏ដូចជាចងក្រងសៀវភៅប្រវត្តិសាស្ត្ររបស់ចិនតោះចង់ដឹងថាលោកគឺជានរណាតាមដានវីដេអូមួយនេះលោកស៊ឺម៉ាឈៀនគឺជាអ្នកប្រវត្តិសាស្ត្រចិនដ៏ល្បីល្បាញម្នាក់នៅក្នុងដើមសម័យរាជវង្សហានលោកត្រូវបានគេចាត់ទុកជាបេតាប្រវត្តិសាស្ត្រចិនដោយសារស្នាដៃរបស់លោកគឺសៀវភៅ CG នេះគឺជាប្រវត្តិសាស្ត្រទូទៅនៃប្រទេសចិនដែលគ្របដណ្ដប់ជាង2000ឆ្នាំគិតចាប់ពីសម័យអធិរាជលឿងនិងការកើតរដ្ឋដំបូងរបស់ចិនដល់រាជការព្រះចៅអធិរាជហានឧទ្ទិឬក៏ព្រះនាមថាលាវឆើដែលជាកូនចៅចំនួនក្រោយរបស់លាវប៉ាងហើយក៏ជាសម័យកាលដែលស៊ឺម៉ាឈៀនរស់នៅដែរលោកស៊ឺម៉ាឈៀនកើតនៅស៊ឺយ៉ាងនៅក្នុងតំបន់ស៊ូភីងអ៊ីបច្ចុប្បន្នស្ថិតនៅជិតក្រុងហានឆឹងខេត្តសានស៊ីដែលមានឪពុកជាមន្ត្រីប្រវត្តិសាស្ត្រនៅក្នុងរាជវាំងដែរតែលោកមានឈ្មោះថាលោកស៊ឺម៉ាតាន់ក្រៅពីទៅសេប្រវត្តិសាស្ត្រលោកក៏មានកិច្ចការមួយចំនួនទៀតដូចជារៀបចំប្រតិទិនប្រចាំឆ្នាំដោយកំណត់ថាថ្ងៃណាល្អថ្ងៃណាសោយសម្រាប់រៀបចំពិធីបុណ្យផ្សេងៗយកទៅថ្វាយអធិរាជមុនពេលដែលចូលឆ្នាំថ្មីមកដល់ភារកិច្ចផ្សេងៗទៀតមានដូចជាការធ្វើដំណើរចូលរួមពិធីផ្សេងៗសំខាន់ៗជាមួយព្រះចៅអធិរាជនិងកត់ត្រាហេតុការណ៍ប្រចាំថ្ងៃទាំងនៅក្នុងវាំងក៏ដូចជានៅទូទាំងប្រទេសចិនតាមការរៀបរាប់របស់លោកផ្ទាល់នៅអាយុ10ឆ្នាំលោកស៊ឺម៉ាឈៀនមានសមត្ថភាពអានអត្ថបទបុរាណបានយ៉ាងស្ទាត់ជំនាញទៅហើយនឹងក៏ត្រូវបានគេទទួលស្គាល់ថាជាសិស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់ក៏ដូចជាមានអនាគតវែងឆ្ងាយនៅក្នុងឆ្នាំ126នៅក្នុងវ័យប្រហែលជា20ឆ្នាំលោកស៊ឺម៉ាឈៀនក៏បានធ្វើដំណើរយ៉ាងច្រើននៅទូទាំងប្រទេសចិនដោយចេញដំណើរពីរាជធានីឆាងអានឆ្ពោះទៅទិសខាងត្បូងកាត់តាមទន្លេយ៉ង់សេលោកក៏បានទៅមើលទន្លេមីឡូដែលជាកន្លែងកវីដ៏ល្បីឈ្មោះគឺលោកឈីយៀនបានលោតទឹកសម្លាប់ខ្លួននៅក្នុងសម័យរដ្ឋចម្បាំងឬក៏សម័យនគរ18ច្បាំងគ្នាទោះពីនោះលោកក៏បានធ្វើដំណើរបន្តទៅទិសខាងជើងឆ្ពោះទៅតំបន់ហ៊ុយអ៊ីនដើម្បីទៅមើលភ្នូររបស់មេទ័ពដ៏ល្បីល្បាញប្រចាំរាជវង្សហានគឺលោកហានស៊ីនចុងក្រោយលោកក៏បានបន្តដំណើរទៅស្រុកឈូហ្វូដែលជាស្រុកកំណើតរបស់លោកគ្រូខុងជឺនៅឆ្នាំ110មុនគ្រិស្តសករាជនៅក្នុងវ័យប្រហែលជា35ឆ្នាំលោកក៏ត្រូវបានគេបញ្ជូនទៅទិសខាងលិចនៅក្នុងយុទ្ធនាការសឹកប្រឆាំងនឹងពួកកុលសម្ព័ន្ធដែលគេហៅថាមនុស្សព្រៃហើយនៅក្នុងឆ្នាំដដែលនោះឪពុករបស់លោកក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ផងដែរក៏បានហៅគុណប្រុសឲ្យត្រឡប់មកផ្ទះវិញដើម្បីបន្តសរសេរសៀវភៅប្រវត្តិសាស្ត្របន្តពីលោកពលគឺឪពុករបស់លោកមុនស្លាប់គឺបានសរសេរត្រឹមតែគ្រោងនៃសៀវភៅឬក៏យើងហៅថាត្រឹមតែមាតិកាទេពីពេលដែលឪពុករបស់លោកបានមរណភាពលោកក៏បានបន្តសរសេរចងក្រងក៏ដូចជាស្រាវជ្រាវសៀវភៅរបស់លោកប៉ុន្តែមិនទាន់បានបញ្ចប់រួចរាល់ស្រួលបួលផងលោកក៏ត្រូវមានទោសដោយសារតែជួយការពារមេទ័ពដែលលោកគោរពស្រឡាញ់ម្នាក់រាជការក៏បានកាត់ទោសប្រហារជីវិតលោកនៅក្នុងសម័យនោះអ្នកទោសមានជម្រើស3ទី1បង់លុយដើម្បីរំលោះទោសទី2គ្រាវទី3ប្រហារជីវិតលោកស៊ឺម៉ាឈៀនបានជ្រើសរើសយកជម្រើសទី2គឺឲ្យគេគ្រាវព្រោះដើម្បីរក្សាជីវិតរបស់លោកក្នុងការបញ្ចប់សៀវភៅពីគ្រាវលោកក៏ត្រូវបានគេដាក់គុកអស់រយៈពេលជាង3ឆ្នាំតទៅពីចេញពីគុកវិញទើបលោកបានបន្តនឹងការងាររបស់លោកគឺការស្រាវជ្រាវសៀវភៅនឹងបានបញ្ចប់ដោយជោគជ័យ